ជំរាបសួរលោកគ្រូបាទសង្រីថ្ងៃនេះចេញឡាជាប់រវល់ហើយចាចឹងថ្ងៃហ្នឹងយើងរៀនព្រឹក2ម៉ោងថ្ងៃ2ម៉ោងណាចាលោកគ្រូឥឡូវមើលឃើញលំហាត់ទេណាចាលោកគ្រូចឹងគេថា 9.5 មីលីលីត្រនៃ 0.20 ម៉ូលក្នុង1លីត្រប៉ូតាស្យូមពេម៉ង់កាណាតដែលគេឲ្យរូបមន្តមកគឺការ MnO4 គេដាក់ឲ្យអាសូលស្យុងហ្នឹងតាមមិត្តរបស់យើងខ្មែរយើងគេទៅស្អីចឹងថាគេដាក់ណាគេដាក់ប៉ូតាស្យូមពេម៉ង់កាណាតដែលមានរូបមន្ត MnO4 ចំនួន 9.5 មីលីលីត្រកំហាប់វាគឺ 0.2 ម៉ូលក្នុង1លីត្របាទដាក់ឲ្យមានប្រតិកម្មជាមួយសូលស្យុងសំណបាហាង2ក្លរូដែលមានមាត្រ20 មីលីលីត្រអញ្ចឹងគេសួរយើងតើកំហាប់សំណបាហាំង2ក្លរូហ្នឹងស្មើប្រមាណហើយគេឲ្យកន្លះសមីការមកខាងក្រោមគឺយើងមិនហត់សរសេរអីទេយើងគ្រាន់តែបូកវាបញ្ចូលនេះទៅអាចរកឃើញហើយចឹងហាត់របៀបនេះក៏សម្បូរដែរចឹងគ្រូដាក់ចម្លើយសិនគណនាបាទ the molar concentration of SN Cl2 បាទសំណបាហាំង2ក្លរូចឹងវាមិនពិបាកទេយើងដំបូងឡើយយើងគ្រាន់តែយកកន្លះសមីការដែលគេឲ្យមកទាំងពីរបូកបញ្ចូលនេះសិនហើយកន្លះសមីការគេឲ្យមកស្រេចទៀតហ្នឹងគឺផ្ដល់ភាពងាយស្រួលយើងអញ្ចឹងលោកគ្រូគាត់ទៅសរសេរឡើងវិញទេទីយ៉ុងពេម៉ង់កាណាតបូកឲ្យ8ហាបូកឲ្យ5អេឡិចត្រុងសញ្ញាព្រួយអង្គទី2គឺ Mn2 បូកឲ្យ4ទឹកកន្លះសមីការខាងក្រោមយើងយកតែ SN2 បូកអង្គទី2យើងបង្កើតបាន SN4 បូកឲ្យ2អេឡិចត្រុងដែរមិនបាននិយាយថាបូក2អេឡិចត្រុងដោយសារតែអង្គទី1មានបន្ទុកបូក2ហើយអង្គទី2មានបន្ទុកបូក4អញ្ចឹងយើងលើកអាតូចទៅដល់ធំក្នុងការបូកដកលេខអញ្ចឹងបូក4ដក2មានសល់2អេឡិចត្រុងដើម្បីបានជាសមីការតុល្យការលុះត្រាតែយើងគុណមេគុណបញ្ចូលវាពាក់ព័ន្ធទៅនឹងចំនួនអេឡិចត្រុងទេអញ្ចឹងខាងលើមាន5ខាងក្រោមមាន2អញ្ចឹងដើម្បីបំបត្តិវាគេធ្វើម៉េចក៏ហ្នឹងឥឡូវគុណនឹង2ខំគុណនឹង5បាទត្រឹមត្រូវយើងត្រូវគុណនៅលើនឹង2គុណនៅក្រោមនឹង5បាទនេះច្បាស់លាស់មែនតើអញ្ចឹងយើងបាន 2MnO4 ដកបូកឲ្យ 5SN2 បូកឲ្យ16ហាបូកបង្កើតទៅជា 2Mn2 បូកឲ្យ 5SN4 បូកឲ្យ8ទឹកហើយយើងវាមិនពាក់ព័ន្ធទេមេគុណអង្គទី2ពាក់ព័ន្ធទៅអង្គទី1ទេគឺមេគុណ MnO4 នេះដកមានមេគុណ2ម៉ូលហើយ SN 2បូកដែលមានមេគុណ5មានន័យថា5ម៉ូលបាទយើងគណនាកំហាប់របស់ SnCl2 អញ្ចឹង SnCl2 យើងបានដឹងថាវានឹងបំបែកទៅអញ្ចេះSnCl2 វារកនឹងការបំបែកយើងបាន SN2 បូកឲ្យ2 Cl ដកចេះអញ្ចឹងន័យថា1ម៉ូលរបស់ SnCl2 វាស្មើនឹង1ម៉ូលរបស់ SN2 បូកអញ្ចឹងបើសិនជាយើងរកឃើញចំនួនម៉ូលឬក៏កំហាប់របស់ SN2 បូកស្មើប្រមាណ
ASN CL2 ក៏វាស្មើតែគ្នាទេបាទអញ្ចឹងសមត្ថកម្មរបស់យើងប៉ូតាស្យូមពេម៉ង់កាណាតយើងសំដៅទៅលើ MnO4 ដកនឹងឯងណាប៉ូតាស្យូមអ៊ីយ៉ុងប៉ូតាស្យូមវាជាអ៊ីយ៉ុងទូសនិកអត់ចូលរួមប្រតិកម្មទេអញ្ចឹងបានយើងសម្លឹងមកមើល solution MnO4 ដកនេះតំណាងវាគឺការ MnO4 នឹងឯងវាមានកំហាប់គូដាក់សេអងចាស់ស្មើ 0.2 ណា 0.20 ស្មើ 0.2 អក្សរ M ធំ V អងស្មើនឹង 9.5 មីលីលីត្រយើងបំបែកវាទៅដល់លីត្រទៅហើយគឺវាស្មើនឹង 9.5 គុណ10គុណ13លីត្រដល់ពេល solution SN2 បូកដែលបានមកពី SN CL2 វាមានអីខ្លះហើយអញ្ចឹងមាន C2 ស្មើនឹងមិនដឹងប្រមាណទេបងអសុរោប៉ុន្តែគេដឹង V2 ដែលគ្រូតាំងវាថាជា V2 គឺចំនួនគឺ20មីលីលីត្រអញ្ចឹងវាស្មើនឹង20គុណ10គុណ13លីត្រយើងធ្វើអញ្ចឹងក៏បានដែរបាទមិនអីទេឬក៏ធ្វើតាមវិធីមួយទៀតគឺយើងរកចំនួនម៉ូលវាឲ្យមួយហើយចាំយកមកវិចារតាមសមីការក៏បានដែរតែសម្រាប់លោកគ្រូចូលចិត្តស្រង់សមិទ្ធកម្មមកសិនដើម្បីថាមានអីហើយខ្វះអីហើយវាមានអីហើយនឹងវាខ្វះអីទៀតដើម្បីយើងបំពេញបន្ថែមនៅក្នុងការគណនាវាចឹងវិធីរកមានច្រើនណាលំហាត់របៀបនេះជាលំហាត់ប្រហែលទៅនឹងលំហាត់អត្រាកម្មអាស៊ីតបាសដែរកាលណាវានេះជាលំហាត់អត្រាកម្មអុកស៊ីដូរ៉េតូកម្មណាចឹងអត្រាកម្មមិនមែនមានតែអាស៊ីតបាសទេគឺមានអត្រាកម្មអុកស៊ីដូរ៉េតូកម្មក៏មានដែរណាប្រតិកម្មអុកស៊ីដូរ៉េតូកម្មក៏មានវាអាចធ្វើអត្រាកម្មបានដែរចឹងគ្រូរកតាមសមីការចំនួនម៉ូល MnO4 ដកដែលមានមេគុណ2អញ្ចឹងយើងចែកវានឹង2វាស្មើនឹងចំនួនម៉ូល SN2 បូកដែលមានមេគុណ5អញ្ចឹងយើងចែកវានឹង5ទេមកយើងចង់បានចំនួនម៉ូល SN2 បូកអញ្ចឹងនាំឲ្យចំនួនម៉ូល SN2 បូកវាស្មើនឹង5ចែក2ហើយគុណឲ្យចំនួនម៉ូល MnO4 ដកធម្មតាចំនួនម៉ូលស្មើកូនចំនួន ស្មើ M ដូចលើ M ធំ សមិទ្ធកម្មយកមាន M ឯណា CV លោកគ្រូ បាទអរគុណយើង SN2 បូកគឺវាជា C2 ហើយ V វាគឺជា V2 អង្គទី2និយាយបាន5លើ2ដដែល5ចែកនឹង2គុណឲ្យ C1 គុណនឹង V1 ប្រសិនបើយើងទាញរូបមន្តនឹងឲ្យហើយក៏បានដែរមិនបញ្ហាទេដាក់លេខចូលក៏បានទាញរូបមន្តនឹងក៏បានដែរអញ្ចឹងចាំបាន C2 វាស្មើនឹង5ចែក2ហើយគុណឲ្យ C1 គុណនឹង V1 នៅលើ V2 ដាក់លេខចូលសិនអញ្ចឹង C1 0.5 និយាយខុសទៀតបាទអញ្ចឹង C1 របស់យើងគឺ 0.2m
5 លើ 2 ដដែលសិនហើយគុណនឹង0.2 m ហើយគុណឲ្យតាម 4.5 គុណ10ទៅគុណ13គ្រូចូលចិត្តធ្វើរបៀបនេះដោយសារពេលយើងដាក់លេខចូលមកយើងអាចសម្រួលណាបានសម្រួលចោលសិនយើងគុណបដាមកពីលើពេលខ្លះធ្វើឲ្យមានភាពស្មុគស្មាញដល់ពេល V2 របស់យើងគឺ20 មីលីលីត្រណាឃើញអញ្ចឹងយើងអាចសម្រួលបានច្រើនណាមក20គុណ10ទៅគុណ13លីត្រអញ្ចឹងយើងអាចសម្រួលបានអ្វីខ្លះទី1គឺ10គុណ13ដូចគ្នាលើក្រោយសម្រួលចោលមួយទៀតគឺលេខ2បាទលេខ2ក៏សម្រួលចោលបានដែរ ស្មើ 0.23.5 លោកគ្រូ បាទស្មើ0.23 បាននេះគាត់ 75 បាទ75ម៉ូលក្នុង1លីត្រទៅមើលសិនបាទមើលចម្លើយសិនដូចណាមួយយកចម្លើយទីប៉ុន្មានត្រូវមើលទៅ ទី4លោកគ្រូ បាទត្រឹមត្រូវចឹងអាប្រឡងតេស្តបៀបចឹងយើងពេលខ្លះយើងមើលចម្លើយត្រូវទេតែយើងទៅដឹងពីវិធីបង្គុតរបស់គេចឹងសេដើគឺជាកំហាប់របស់ SN CL2